រៀបសួរស្ដីអ្នកគ្នាសូមស្វាគមន៍មកកាន់រៀននិយាយ podcast episode ទី7ចឹង episode យើងថ្ងៃហ្នឹងយើងនិយាយតាក់ទងជាមួយនឹងភាពខ្មាស់អៀនឬក៏ភាពអៀនខ្មាស់របស់យើងនឹងធ្វើឲ្យយើងបាត់បង់ឱកាសចឹងមុនឈានចូលដល់វីដេអូសូមខ្ញុំបញ្យល់បកស្រាយតាក់ទងមួយភាពខ្មាស់អៀនសិនអញ្ចឹងភាពខ្មាស់អៀនវាមិនមែនកើតឡើងទៅកាន់មនុស្សគ្រប់គ្នាទេប៉ុន្តែវាកើតឡើងភាគច្រើនមិនថាវាជាធម្មជាតិឬក៏វាជាអត្តចរិតរបស់មនុស្សយើងម្នាក់ដែលគាត់មានភាពអៀនខ្មាស់គាត់អត់ក្លាហានអត់ហ៊ាននិយាយដែលភាសាអង់គ្លេសដូចជា introvert ចឹងណាគាត់ជាចិត្តសង្ងំនៅក្នុងបន្ទប់អត់សូវយកចិត្តចេញក្រៅសង្ងំនៅម្នាក់ឯងអីចឹងអាហ្នឹងប៉ុន្តែវាមិនមែនជាភាពឯកាទេអាហ្នឹងវាគឺជាសេចក្តីសុខរបស់គាត់ហើយបើតាមខ្ញុំឃើញខ្ញុំសួរមិត្តភក្តិខ្ញុំម្នាក់ចឹងគាត់ introvert ដែរគាត់អត់សូវចេះនិយាយស្ដីទេគាត់ចូលចិត្តនៅម្នាក់ឯងច្រើនជាងទៅជួបហ្វូងមនុស្សទៅមើលការប្រគំតន្ត្រីទៅជួបជុំគ្នាអីចឹងគឺគាត់ prefer អានៅម្នាក់ឯងជាងចឹងណាអញ្ចឹងយើងមកយល់ពីអត្ថន័យនៃភាពខ្មាស់អៀននឹងសិនដោយសារតែភាពខ្មាស់អៀនហ្នឹងគឺមានន័យថាយើងស្ងៀមស្ងាត់អត់សូវចេះនិយាយស្ដីដូចជានៅក្នុងថ្នាក់អីចឹងអត់សូវនិយាយស្ដីរោគអ្នកណារោនមិត្តរួមថ្នាក់ឬក៏តំណែងជាមួយអ្នកជុំវិញខ្លួនទេហើយខ្លាំងជាងនឹងទៀតគឺអត់ហ៊ានសួរគ្រូហងពេលសួរពេលឆ្ងល់សំណួរអីលំហាត់អីចឹងអត់សូវហ៊ានសួរទៀតទុកចិត្តសង្ងំទៅស្រាវជ្រាវខ្លួនឯងនៅផ្ទះឬក៏រកវិធីសាស្ត្រផ្សេងៗដើម្បីដោះស្រាយបញ្ហានឹងខ្លួនឯងចឹងអញ្ចឹងគាត់ចូលចិត្តធ្វើអីដោយខ្លួនឯងជាងគាត់ទៅពឹងពាក់អ្នកដទៃដោយសារតែភាពអៀនខ្មាស់របស់គាត់ភាពភ័យខ្លាចរបស់គាត់តាមពិតទៅវាអាចនឹងមានឫសគល់ដែលគាត់ភ័យខ្លាចដែលគាត់ខ្មាស់អៀននឹងពេលខ្លះគាត់ធ្លាប់ជួបជាមួយនឹងបទពិសោធន៍ដែលថាគេ reject គេនៅពេលដែលគាត់សួរគេអញ្ចឹងគឺគេអត់ព្រមឆ្លើយមួយគាត់អីចឹង reject ហ្នឹងគឺបដិសេធគេបដិសេធគាត់អត់ព្រមជួយគាត់អីចឹងពេលខ្លះហ្នឹងវាកើតឡើងនៅគាត់តាំងពីតូចឬក៏ពេលណាមួយជាក់លាក់យើងអត់ដឹងទេហ្នឹងវាអាចទៅជា traumatize ភាសាអង់គ្លេសហៅ traumatize ហ្នឹងវាជាបទពិសោធន៍ដែលធ្វើឲ្យយើងជាប់នៅក្នុងចិត្តរហូតដល់ពេលយើងធំឡើងក៏យើងនៅតែភ័យខ្លាចពីភាពបដិសេធរបស់គេនឹងទៀតអញ្ចឹងធ្វើឲ្យគាត់ខ្លាចទៅជាមនុស្សខ្មាស់អៀនអញ្ចឹងអាហ្នឹងព្រោះពេលដែលគាត់ខ្លាចជាមនុស្សបែបហ្នឹងយូរទៅវាទៅជាទម្លាប់មួយនៅពេលដែលគាត់សូម្បីតែពេលគាត់រៀនចប់ហើយគាត់ទៅធ្វើការក៏គាត់អត់ហ៊ានសូវនិយាយស្ដីហើយមុននឹងចូលធ្វើការហ្នឹងទៀតយើងមិនត្រូវសម្ភាសទៅអត់អញ្ចឹងគាត់បាត់បង់ឱកាសក្នុងការចូលធ្វើការងារហើយបើសិនជាគាត់នៅតែខ្មាស់អៀនមិនសូវហ៊ាននិយាយស្ដីនៅពេលដែល HR គេសួរគាត់អីចឹងគាត់និយាយអីមួយឬក៏គាត់អត់សូវហ៊ាននិយាយបែកបើអីចឹងអត់មានភាពក្លាហានក្នុងការឆ្លើយនៅសំណួរដែលគេសួរមកគាត់នឹងឬក៏ពេលខ្លះគាត់ភ័យទាំងនឹងមុននឹងទៅនឹងទៀតហងធ្វើគាត់អត់បានរៀបចំខ្លួនឲ្យបានល្អមុននឹងគាត់ទៅសម្ភាសនឹងទេអញ្ចឹងទៅធ្វើពេលខ្លះធ្វើឲ្យបាត់បង់ឱកាសបាត់បង់ការងារដែលគាត់ចង់ធ្វើនឹងអូខេហើយអញ្ចឹងអានឹងពេលខ្លះវាមិនមែនជាអីដែលគាត់ធ្វើអត់បានទេមិនមែនថាគាត់ធ្វើអាការងារនឹងអត់បានទេគាត់អត់មានសមត្ថភាពទេប៉ុន្តែគាត់អាចធ្វើបានតែគាត់អត់ហ៊ាននិយាយហើយអត់ធ្វើសកម្មភាពបញ្ចេញនៅអ្វីដែលគាត់មានអានឹងស្មើនឹងអត់ចេះអីទាំងអស់គេគិតមកយើងព្រោះពេលដែលគេសម្ភាសការងារយើងគេអត់ស្គាល់ថាយើងជាអ្នកណាគេប្រវត្តិថាយើងនឹងជាអ្នករៀនបកាអីអត់ទេគឺសំខាន់នៅពេលដែលពេលយើងនិយាយនឹងឯងគេមើលនឹងការនិយាយរបស់យើងការរៀបចំសរសេរ CV របស់យើងអីហ្នឹងចឹងអញ្ចឹងទាំងអស់ហ្នឹងហើយដែលធ្វើឲ្យគាត់បាត់បង់ឱកាសដ៏ធំនៅក្នុងជីវិតរបស់គាត់នឹងមិនថាការងារមិនថាបញ្ហាផ្សេងឧទាហរណ៍មួយទៀតគឺដូចជាបើយើងនិយាយរឿងស្នេហាអញ្ចឹងគាត់អត់ស្លាញ់គេតែហ៊ានសារភាពអញ្ចឹងអានឹងយើងនិយាយតាក់ទងវិស្នេហាវិញបើយើងស្រឡាញ់គេយើងអត់ហ៊ានសារភាពអញ្ចឹងយើងបាត់បង់ឱកាសហើយយើងអាចនៅសង្ងំគិតសង្ស័យថាម្នាក់នឹងគេនឹងបដិសេធយើងឬក៏គេមានអ្នកផ្សេងហើយឬក៏មិនទេអញ្ចឹងអានឹងវានៅតែជាសំណួរវានៅតែជាចម្ងល់បើសិនជាយើងអត់ក្លាហាននៅក្នុងការសួរនៅក្នុងការនិយាយទៅកាន់គាត់ឬក៏តាមរបៀបណាមួយដែលយើងមានភាពក្លាហានវិធីសាស្ត្ររបស់យើងអញ្ចឹងណាអញ្ចឹងមួយទៀតតកតងជាមួយនឹងតំណែង networking ភាសាអង់គ្លេសតំណែងនៅពេលដែលមានសិក្ខាសាលាឬក៏គេមានបើកវគ្គសិក្សាផ្សេងគេមិនត្រូវមានសមាគមគេដើម្បីជជែកគ្នាស្គាល់គ្នាតំណែងគ្នាដើម្បីថ្ងៃក្រោយអាចធ្វើការមួយគ្នាបែបលក្ខណៈជាអាជីវកម្មឬការងារផ្សេងអញ្ចឹងអាហ្នឹងវាអត្ថប្រយោជន៍ដែលយើងបានអំពីភាពក្លាហានរបស់យើងនៅហ៊ាននិយាយស្ដីហ៊ានជជែកមួយគេហ្នឹងហើយបន្តមកទៀតបើសិនជាយើងមានការងារហើយពេលរៀងរាល់ឆ្នាំគេមានការប្រម៉ូទអានឹងឲ្យឡើងប្រាក់ខែអីចឹងគេមិនសួរប្រតិបត្តិយើងម្នាក់ថាយើងគិតមិនដែរចំពោះការងារយើងសមត្ថភាពយើងមានអីខ្លះតែបើយើងអត់ក្លាហានយើងអត់ហ៊ាននិយាយគឺយើងបាត់បង់ឱកាសហ្នឹងហើយអូខេជារួមមកភាពអៀនខ្មាស់របស់យើងហ្នឹងអត់មានភាពជឿជាក់លើខ្លួនឯងហ្នឹងគឺវាធ្វើឲ្យយើង
មានការស្ដាយក្រោយបាត់បង់ឱកាសវាធ្វើឲ្យ personal growth របស់យើងវាអត់កើនឡើងអត់មានការរីកចម្រើនវាមានតែធ្លាក់ចុះទៅវិញដោយសារតែភាពភ័យខ្លាចរបស់យើងអត់ហ៊ាននិយាយអត់ហ៊ានសួរហ៊ានឆ្លើយអត់ហ៊ានជួបជុំមនុស្សអញ្ចឹងប៉ុន្តែវានៅតែមានការងារផ្សេងៗដែលពួកគាត់អាចធ្វើបានអញ្ចឹងហើយពេលខ្លះអាចធ្វើបានច្រើនជាងយើងទៀតផងតែខ្ញុំនិយាយជាទូទៅជារួមសម្រាប់អ្នកដែលគាត់ខ្មាស់អៀនខ្លាំងដែលគាត់មានភាពក្លាហានខ្លាំងអញ្ចឹងខ្ញុំនឹងមានដំណោះស្រាយជូនគាត់សូម្បីតែខ្ញុំផ្ទាល់ក៏ខ្ញុំខ្មាស់អៀនដែរនៅពេលដែលនៅក្នុងថ្នាក់អីចឹងពេលខ្លះអត់ហ៊ានសួរគ្រូទេសុខចិត្តសួរមិត្តភ័ក្តិដោយសារតែខ្មាស់ខ្លាចលោកគេមើលមកអញ្ចឹងហើយទៅរៀនយឺតក៏ហ៊ានទៅដែរមិនសូវល្អទេប៉ុន្តែពេលទៅយឺតមានសពផ្សេងៗដឹងហើយតែពេលយើងទៅយឺតគេងាកមើលយើងទាំងអស់គ្នាយើងខ្មាស់និយាយទៅកំពូខ្មាស់ហ្មងអញ្ចឹងដើម្បីយើងបញ្ឈប់ភាពអៀនខ្មាស់របស់យើងភាពភ័យខ្លាចរបស់យើងហ្នឹងយើងត្រូវតែទី1គឺព្យាយាមប្រឈមនឹងវាហ្នឹងមិនចេញមកប្រឈមអាការងារធំឬក៏ប្រឈមនឹងរឿងរ៉ាវធំហ្មងទេយើងប្រឈមនឹងណាទូចសិនដែលយើងអាចដោះស្រាយវាបានយើងប្រឈមមួយវាទៅហើយបើមិនយើងអាពេលដែលយើងប្រឈមនឹងវាហ្នឹងមានអារម្មណ៍ថាយើងភ័យយើងញ័រដៃញ័រអីចឹងទៅឧទាហរណ៍នៅពេលដែលយើងឡើង presentation នៅក្នុងសាលាអញ្ចឹងយើងឡើងមកញ័រជើងញ័រដៃប៉ុន្តែយើងត្រូវតែតាំងចិត្តខ្លួនឯងមានជំនឿលើខ្លួនឯងថាយើងនឹងធ្វើបានហើយទោះបីពេលហ្នឹងយើងភ័យនៅក្នុងចិត្តរបស់យើងភ័យមែនប៉ុន្តែខាងកាយយើងខំទប់ព្យាយាមទប់ដើម្បីយើងឆ្លងផុតអាពេលហ្នឹងទៅយើងនឹងមានអារម្មណ៍ល្អប្រសើរឡើងវិញហើយលើក្រោយទៀតវាកាត់បន្ថយម្ដងតិចអញ្ចឹងយើងព្យាយាមតែម្ដងតិចទៅមិនយើងមិនអាចធ្វើម្ដងហ្នឹងឲ្យវាបានល្អដែលអត់មានភ័យហ្មងជិះ 100% ហ្មងទេអញ្ចឹងយើងចាប់ផ្ដើមប្រឈមនឹងរឿងតូចហ្នឹងសិនហើយបន្តមកទៀតដឹងហើយយុទ្ធសាស្ត្រនៃធ្វើអ្វីមួយឲ្យបានល្អដូច quote គេនិយាយថា practice make perfection ហ្នឹងណាតែខ្ញុំអត់ចង់និយាយ make perfect ហ្មងទេគ្រាន់តែធ្វើឲ្យវាប្រសើរទៅបានហើយអញ្ចឹងព្យាយាមរៀបចំ prepare ហើយនឹង practice ឲ្យបានច្រើនយើងរៀបចំទុកមុននឹងយើងធ្វើអីអញ្ចឹងមុននឹងយើងឧទាហរណ៍យើងប្រឡងអញ្ចឹងយើងមើលមេរៀនទុកមុនធ្វើលំហាត់ practice ធ្វើលំហាត់ឲ្យបានច្រើនមើលមេរៀនបានច្រើនអានមេរៀនមុននឹងទៅប្រឡងអីអញ្ចឹងអាហ្នឹងធ្វើឲ្យយើងវាដកជាប់ក្នុងខួរក្បាលរបស់យើងហើយយើងចាំនៅអ្វីដែលយើងធ្វើពេលខ្លះវាចេញលំហាត់ចេញអីមកវាត្រូវនឹងអ្វីដែលយើងបានធ្វើទាំងអស់ហ្នឹងវាធ្វើឲ្យពេលចេញមកត្រូវហ្មងយើងបានបន្ទូលល្អបាននិទេសល្អអញ្ចឹងហើយត្រូវចាំថាតើយើងនឹងបាត់បង់អីបើសិនជាយើងនៅតែមានភាពអៀនខ្មាស់នឹងមានយើងបាត់បង់ឱកាសច្រើនខ្លាំងណាស់អញ្ចឹងថ្ងៃហ្នឹងវីដេអូយើងមានតែប៉ុណ្្នឹងទេអេពីសូតទី7អញ្ចឹងសង្ឃឹមថាអ្នកនរគ្នាព្យាយាមយកឈ្នះភាពភ័យខ្លាចរបស់យើងដើម្បីយើងទទួលបានឱកាសល្អច្រើនចូលមកក្នុងជីវិតរបស់យើងអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយកុំភ្លេច subscribe bye